បាទថ្ងៃនេះគឺខ្ញុំចែកម្លែកគឺមួយមេរៀនទៀតគឺតកតងទៅនឹងគឺបាយហើយនឹង sell ហ្នឹងគឺមានន័យថាម៉េចចំពោះcurrency pair អញ្ចឹងណាបាទអញ្ចឹងខ្ញុំខានចេញវីដេអូប្រហែលជាប្រហែលវីដេអូហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំចេញវីដេអូដើម្បីឲ្យយើងដឹងថាទិញយ៉ាងម៉េចបាយមិនអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំគិតwhat does it mean to buy or sell a currency pair អញ្ចឹងយើងតែងតែឆ្ងល់យើងទិញយើងរឿងលក់អញ្ចឹងតើអាម៉េចមានន័យថាម៉េចទិញមានន័យថាលក់នោះម៉េចអញ្ចឹងនៅក្នុងហ្នឹងនៅក្នុង currency pair ហ្នឹងទិញហ្នឹងមានន័យថាយើងគិតថាតម្លៃហ្នឹងគឺនឹងកើតឡើងមកយ៉ាងទិញទៅណាបាទបើប្រៀបធៀបជាមួយនឹង currency មួយទៀតអញ្ចឹងណាឧទាហរណ៍ថាយើងទិញ Euro USD អញ្ចឹងយើងគិតថាលុយ Euro ហ្នឹងបើធៀបជាមួយនឹងលុយដុល្លារហ្នឹងគឺវានឹងកើនឡើងយើង expect ឬក៏យើងរំពឹងថាទៅមុខទៀតគឺវានឹងឡើងអញ្ចឹងយើងទិញដល់ពេលវាឡើងគឺយើងចំណេញយើង close ចំណេញអញ្ចឹងណាហើយមួយទៀតចំពោះលក់ currency ហ្នឹងមានន័យថាយើង expect ថាប្រាក់តម្លៃហ្នឹងគឺយើងគិតថាវាចោះបើយើងប្រៀបធៀបជាមួយដុល្លារអញ្ចឹងទៅបើយើងប្រៀបធៀបជាមួយ currency ផ្សេងៗអញ្ចឹងយើងគិតថាតម្លៃហ្នឹងវានឹងអាចចុះនៅពេលខាងមុខឬក៏បន្តិចទៀតអញ្ចឹងវានឹងអាចចុះអញ្ចឹងយើងលក់ឬក៏យើង sell អញ្ចឹងមានន័យថាអញ្ចឹងណាឧទាហរណ៍ថាឥឡូវយើងទិញ USD GBP USD pair អញ្ចឹងមានន័យថាយើងគិតថាវា GBP ហ្នឹងវានឹងខ្លាំងហើយបើប្រៀបធៀបជាមួយលុយដុល្លារអញ្ចឹងមានន័យថាអញ្ចឹងបើសិនទៅថាយើងឧទាហរណ៍ជាមួយពួកខាងនេះវិញពួក currency ផ្សេងជាមួយនៅលើ MT4 MT5 អញ្ចឹងឧទាហរណ៍ឥឡូវយើងគិតថាលុយ Euro យើងចង់ទិញលុយ Euro USD ឃើញទេអញ្ចឹងគេមាន buy ហើយនឹង sell market អញ្ចឹង buy sell market អញ្ចឹងបើសិនថាយើងចង់ទិញអញ្ចឹងយើងរំពឹងថាយកលុយ Euro វានឹងកើនឡើងបាទអញ្ចឹងហើយបើសិនយើងចង់លក់យើងរំពឹងថាលុយ Euro ធៀបនឹងដុល្លារវានឹងចុះអានេះចំពោះយើងការរំពឹងទុករបស់វាអញ្ចឹងឧទាហរណ៍លុយ GBP អញ្ចឹងយើងចង់ទិញយើងគិតថាលុយ Euro វានឹងទៅមុខទៀតអញ្ចឹងហើយបើសិនថាយើងលក់យើងចង់លក់យើង expect ឬក៏យើងវិភាគថាវានឹងអាចចុះអញ្ចឹងយើងលក់ទៅដល់វាចុះគឺយើងចំណេញនឹងចំពោះពួក currency ទិញឬក៏លក់ BTC ក៏អញ្ចឹងដែរគេនេះគឺ Bitcoin ក៏វាអញ្ចឹងដែរអញ្ចឹងយើងគិតថា Bitcoin ហ្នឹងគឺវានឹងឡើងអញ្ចឹងយើងគិតថាវាឡើងអញ្ចឹងយើងបាយទៅវាឡើងអត់ទេយើងចំណេញអាហ្នឹងគឺអីមួយទៀតគឺយើងផ្ទុយទៅវិញគឺអញ្ចឹង sell អញ្ចឹង buy sell គឺមានន័យអញ្ចឹងអញ្ចឹងមាន buy sell គឺមានន័យតែប៉ុណ្្នឹងទេនៅក្នុង currency នៅក្នុងទីវិស័យហ្នឹងគឺមាន buy និង sell ចឹងប្រហែលជាអាចយល់ខ្លះចំពោះ buy sell បើសិនជាអត់យល់ទេគឺអាចនេះចឹងអាចនិយាយទៅគឺអាចសួរបន្ថែមទៅតាមក្រុម Telegram ឬក៏ TikTok YouTube ដែលខ្ញុំផុសអញ្ចឹងបើសិនជាឃើញគឺអាចអត់យល់អាចសួរបន្ថែមទៅតាមហ្នឹងអញ្ចឹងបាទអរគុណច្រើនសម្រាប់ស្ដាប់ដល់ចប់អញ្ចឹងបាទអរគុណ